តបងបងថ្ងៃហ្នឹងគឺខ្ញុំមកចែករំលែកការធ្វើម្ទេសជ្រក់ឲ្យមើមខ្ទឹមយើងលាយចូលគ្នាអញ្ចឹងរសជាតិគឺឆ្ងាញ់មែនតើបងបងគឺមើមខ្ទឹមយើងញ៉ាំទៅឡើងស្រួយស្រោកហើយឆ្ងាញ់ចាប់ជាតិជាមួយនឹងម្ទេសហើយម្ទេសយើងក៏ហត់ដែរវាកាត់បន្ថយហឹរអញ្ចឹងណាមានរសជាតិជូរជ្រះហើយប្រៃអញ្ចឹងណាញ៉ាំមួយត្រីអាំងហើយសាច់គោងៀតហើយកាទៀវអីអញ្ចឹងណាបងបងរសជាតិឆ្ងាញ់មែនតើហើយបងបងមានម្ទេសហើយមើមខ្ទឹមយើងមកលាងទឹកឲ្យស្អាតទុកមួយឡែកដូចខ្ញុំអញ្ចឹងមកហើយសម្រាប់កដុងបងប្រើជាដបក៏បានជាកដុងដូចខ្ញុំក៏បានដែរហើយអំបិលវិញគឺខ្ញុំប្រើមួយស្លាបព្រាបាយកន្លះបងហើយទឹកខ្មេះវិញគឺកន្លះចានចង្កឹះហើយសម្រាប់ទឹកស្អាតវិញគឺមួយចានចង្កឹះបងវល់ដូចខ្ញុំអញ្ចឹងមកហើយសម្រាប់ម្ទេសហ្នឹងគឺបងត្រូវតែដាក់មួយចានចង្កឹះដែរដើម្បីដាក់វល់គ្នាអញ្ចឹងទៅវាស្មើអញ្ចឹងណាបងបានវាជូរជ្រះដុតគ្រឿងអញ្ចឹងណាហើយដាក់ដាំទឹកយើងមួយចានចង្កឹះនឹងចោលអញ្ចឹងទៅហើយងាកមកដាក់ម្ទេសយើងចូលកដុងអញ្ចឹងណាបងហើយលើទឹកខ្ញុំដែលខ្ញុំដាក់ដាំមិញអាចទឹកដែលយើងវល់ចានមកចង្កឹះហ្នឹងចាក់ចូលមកលើបានពុះហើយចាក់អំបិលយើងចូលណាបងហើយកូរអំបិលយើងហ្នឹងឲ្យរលាយណាបន្ទាប់ពីអំបិលយើងរលាយហើយចាក់ទឹកខ្មេះយើងចូលមកសម្រាប់ទឹកខ្មេះបងប្រើទឹកខ្មេះអ្វីក៏បានដែរអត់បញ្ហាទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំប្រើទឹកខ្មេះធម្មជាតិតែបងទឹកខ្មេះដែលយើងឡើងត្នោតហ្មងណានិយាយទៅគឺរសជាតិឆ្ងាញ់មែនទែនសម្រាប់ខ្ទឹមជ្រក់ម្ទេសជ្រក់ខ្ញុំនេះបងហើយទុកទឹកយើងឲ្យត្រជាក់ណាបងទុកឲ្យត្រជាក់ហើយចាក់ចូលដូចខ្ញុំអញ្ចឹងមកហើយយកទៅទុកកន្លែងធម្មតាអត់មានទុកទូទឹកកកក៏អត់មានទុកអីដែរបងនិយាយទៅទុកកន្លែងធម្មតាទុក4យប់5យប់អីចឹងទៅនិយាយទៅរសជាតិជូរជ្រះហើយឆ្ងាញ់មែនទែនបងហើយមើមខ្ទឹមយើងញ៉ាំទៅឡើងស្រួយស្រោកហើយមានរសជាតិជូរជ្រះហើយប្រាអញ្ចឹងចាប់ជាតិគ្នាមែនទែនញ៉ាំមួយត្រីអាំងក៏បានកាទៀវអីអញ្ចឹងទៅហើយសាច់គោងៀតសាច់គោអីអញ្ចឹងបងរសជាតិគឺឆ្ងាញ់មែនតើហើយសម្រាប់វីដេអូនេះបងដែលបានចូលទស្សនាពីដើមរហូតដល់ចប់ហើយបើសិនបើបងមានមតិយោបល់ឬក៏ចម្ងល់អ្វីបងអាច comment សួរខ្ញុំនៅខាងក្រោមបានបងអាចចូលទៅ subscribe channel នឹងខ្ញុំម្នាក់មួយផងដើម្បីទទួលវីដេអូថ្មីមុខម្ហូបថ្មីអញ្ចឹងណាបងហើយសូមអរគុណបងដែលបានចូលទស្សនាពីដើមរហូតដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយបាយបាយ